ក្នុងរយៈពេល20ខែនៃការបង្កើតរាជរដ្ឋាភិបាលអាណត្តិទី7នៃរដ្ឋសភានេះចំនួនរោងចក្រសហគ្រាសបានកើនពីចំនួន4300ដល់ចំនួន45386សហគ្រាសកម្មករនិយោជិតបានកើនពី1.65លាននាក់ដល់ប្រមាណ1.87លាននាក់ដែលអាចផ្ដល់ប្រាក់ឈ្នួលជូនបងប្អូនកម្មករនិយោជិតជាមធ្យមប្រចាំឆ្នាំប្រមាណជា$6000លានក្នុងនោះគ្រាន់តែវិស័យកាត់ដេរមួយមានសហគ្រាសសរុបចំនួន1657សហគ្រាសមានកម្មករនិយោជិតប្រមាណជា97នាក់70000នាក់ទទួលបានប្រាក់ឈ្នួលមធ្យមប្រចាំឆ្នាំប្រមាណជា$3000លានសម្រាប់ខេត្តបរសេនុបើគិតចាប់ពីឆ្នាំ2008ដល់ខែមេសាឆ្នាំ2025នេះចំនួនរោងចក្រសហគ្រាសបានកើនពីចំនួន96ដែលមានកម្មករនិយោជិតប្រមាណត្រឹមតែជា10000នាក់ដល់3833សហគ្រាសដែលមានកម្មករនិយោជិតប្រមាណជា120,000នាក់និងទទួលបានប្រាក់ឈ្នួលសរុបប្រចាំឆ្នាំប្រមាណជា$360លានបច្ចុប្បន្នខេត្តបរសេនុមានតំបន់សេដ្ឋកិច្ចពិសេសដែលកំពុងដំណើរការចំនួន5ហើយខេត្តបរសេនុគឺជាខេត្តដែលមានចំណូលមធ្យមក្នុងប្រជាពលរដ្ឋម្នាក់ខ្ពស់ជាងគេធៀបនឹងរាជធានីនិងខេត្តផ្សេងទៀត